អាគុយខុសគ្នារបៀបនេះយកមកគុំគ្នាបានទេអត់ចម្លើយគឺបានប៉ុន្តែស្ដាប់ណាបានប៉ុន្តែអាគុយបងនឹងឆក់ខូចតើនេះគុំវាចេះតែបានហើយបងណាបានហើយប៉ុន្តែច្បាប់របស់អគ្គិសនីបងចាំចេះណាកម្លាំងដែលតូចកម្លាំងដែលយកមកគូបគ្នាកម្លាំងអាណាតូចគឺស្មើនឹងកម្លាំងតូចនឹងឯងបាទទោះបងយកអាគុយនឹងមានຂະຫນាតដល់ទៅ1000អាំពែបងយកមកគូបជាមួយនឹង50អាំពែកម្លាំងភ្លើងបងស្មើនឹង50អាំពែនឹងឯងតើហ្នឹងអានឹងជាច្បាប់អគ្គិសនីណាបងជាធម្មជាតិមិនមែនច្បាប់ដែលជាធម្មជាតិរបស់អគ្គិសនីបងចាំតែប៉ុណ្្នឹងទៅបានហើយបងចាំតែប៉ុណ្្នឹងទៅបានហើយហើយអាគុយ50នឹងខូចមុនអញ្ចឹងសរុបមកវិញគឺអត់អាចគូបបានទេកាលណាបងគូបអាគុយបងនឹងឆាប់ខូចបើបងទិញអាគុយបើថា100អាំពែ100អាំពែស្មើគ្នាហើយហាមមានអាគុយចាស់មួយអាគុយថ្មីមួយដូចគ្នាដែរអានឹងបងអូនប្រាប់ពីតិចនិចទាំងអស់ហ្មងឲ្យល្អិតទៅហ្មងឲ្យបងយកទៅប្រើហ្មងឲ្យបានយូរអង្វែងបងសង្កេតឃើញបងមានអាគុយຂະຫນាតខុសគ្នាបងមានអាគុយចាស់អាគុយថ្មីយកគូបជាមួយគ្នាខូចអាទាំងពីរហ្នឹងខូចអាថ្មីមុនអាចាស់ទៅទៀតមានអត់ឲ្យបងក៏ចេះតែចោទថាអាគុយអញទិញអានេះអត់ជាប់នេះមើលអាចាស់មិនទាន់ខូចហ្មងអាហ្នឹងវាមកពីអាហ្នឹងឯងបងណាខ្ញុំមិនបញ្យល់ទេអាហ្នឹងវាមកពីទិសដីអូមអីញ៉ៃហ្នឹងអាហ្នឹងមិនបាច់យល់បងគ្រាន់តែចាំថាຂະຫນាតខុសគ្នាហាមយកមកផ្គូបគ្នាទៅបានហើយបងណាហាមយកមកផ្គូបគ្នាណាបងទៅផ្គូបជាមួយបើទាំងហុំឲ្យប៉ុនគ្នាបើថា50អាំពែ50អាំពែស្មើគ្នាថ្មីដូចគ្នាអត់ចំទាស់ទេដូចផ្ទាំងអញ្ចឹងផ្ទាំងដូចគ្នាដែរណាផ្ទាំងដូចគ្នាដែរហើយថាបងមានផ្ទាំង450